បើយើងក្រឡេកមើលប្រវត្តិសាស្ត្រនៃសង្គ្រាមពិភពលោកទាំងពីរលើកគឺសង្គ្រាមលោកលើកទី1នៅចន្លោះឆ្នាំ1914ដល់ឆ្នាំ1918បានផ្តាច់ជីវិតទាហានជាង9លាននាក់និងជនស៊ីវិលជាង7លាននាក់ចំណែកសង្គ្រាមលោកលើកទី2ចាប់ផ្ដើមនៅឆ្នាំ1939និងបិទបញ្ចប់នៅឆ្នាំ1945ដែលបានសម្លាប់ជីវិតមនុស្សសរុបរវាង50ទៅ58លាននាក់សង្គ្រាមពិភពលោកទាំងពីរលើកសុទ្ធតែផ្ដើមចេញពីទ្វីបអឺរ៉ុបចុះសង្គ្រាមលោកលើកទី3នឹងផ្ដើមចេញពីទ្វីបអឺរ៉ុបទៀតដែរឬយ៉ាងណាចម្លើយគឺសង្គ្រាមលោកលើកទី3អាចនឹងចាប់ផ្ដើមចេញពីទ្វីបអឺរ៉ុបសាជាថ្មីម្ដងទៀតប្រសិនបើសហរដ្ឋអាមេរិកនិងប្រទេសសម្ព័ន្ធមិត្ត NATO ហ៊ានបញ្ជូនកងទ័ពចូលទៅអន្តរាគមន៍នៅក្នុងប្រទេសអ៊ុយក្រែនប៉ុន្តែខុសប្លែកពីសង្គ្រាមពិភពលោកទាំងពីរលើកកាលពីជាងនឹងជិត100ឆ្នាំមុនសង្គ្រាមលោកលើកទី3គឺជាសង្គ្រាមបរមាណូសម័យទំនើបសង្គ្រាមវិទ្យាសាស្ត្រនិងជីវសាស្ត្រប្រទេសរុស្ស៊ីរបស់លោកពូទីននឹងមិនបិទភ្នែកបណ្តែតបណ្តោយឲ្យអាមេរិកនិងសម្ព័ន្ធមិត្តយកប្រទេសអ៊ុយក្រែនធ្វើជាឈ្នន់ដើម្បីហុំព័ទ្ធគៀបសង្កត់និងឈ្លានពានប្រទេសរុស្ស៊ីនៅថ្ងៃក្រោយឡើយការរំលាយអតីតសហភាពសូវៀតនិងផលវិបាកនៃការបែកបាក់គឺជាមេរៀនប្រវត្តិសាស្ត្រសម្រាប់ប្រទេសរុស្ស៊ីប្រៀបដូចជាទឹកហូរមិនត្រឡប់លោកមីខាអ៊ីល ហ្គូបាឆើវនិងលោកបូរីស យែលស្ទីនអតីតប្រធានាធិបតីរុស្ស៊ីធ្លាប់បានចាញ់បោកអាមេរិកនិងប្រទេសលោកខាងលិចប៉ុន្តែសម្រាប់លោកពូទីនទំនងជាគាត់ស្គាល់ពាក្យជាតិសន្តិសុខនិងពាក្យចាញ់បោកច្បាស់លាស់ណាស់ដល់ឡែកប្រទេសកម្ពុជានិងអាហ្គានីស្ថានធ្លាប់បានភ្លក្សសម្លប្រជាធិបតេយ្យរបស់អាមេរិករួចមកហើយសម្លនេះពុំបានបន្សល់រសជាតិឬអនុស្សាវរីយ៍ល្អសម្រាប់ប្រទេសទាំងពីរឡើយគឺក្រៅតែពីពាក្យខ្ទេចខ្ទាំខ្លោចផ្សានិងការជិះចាប់ចំណែកលោក Zelensky ដែលចង់ភ្លក្សសម្លប្រជាធិបតេយ្យរបស់អាមេរិកនិងលោកខាងលិចទើបនឹងភ្ញាក់ខ្លួនបណ្ដាព្រមទាំងភ្លាត់មាត់ថាចុំអញច្បាំងជាមួយរុស្ស៊ីតែអង្គឯងគ្មានជំរើសប្រធានាធិបតីរូបនេះប្រើច្បាប់អាញាសឹកហាមឃាត់យុវជននិងមនុស្សប្រុសអាយុចន្លោះ18ដល់60ឆ្នាំមិនឲ្យចាកចេញពីប្រទេសអ៊ុយក្រែននិងត្រូវជាប់កាតព្វកិច្ចបម្រើកងទ័ពនេះជាបញ្ហាប្រឈមមួយទៀតរវាងលោក Zelensky ជាមួយប្រជាពលរដ្ឋអ៊ុយក្រែនខ្លួនឯងតែម្ដងចលនាបះបោរអាចរងចាំនឹងមុខផ្ទះឬទ្វារត្រង់សេរបស់លោក Zelensky តែម្ដងម្យ៉ាងទៀតការផ្ដល់ជំនួយយោធារបស់សហរដ្ឋអាមេរិកចំនួន$350លានសម្រាប់អ៊ុយក្រែនគឺអាមេរិកកំពុងរុញច្រានប្រទេសអ៊ុយក្រែនឲ្យធ្លាក់ចូលកាន់តែជ្រៅនៅក្នុងសង្គ្រាមរុស្ស៊ីអ៊ុយក្រែនជាជាងសម្រាប់ការពារខ្លួនជំនួយយោធានេះក៏ជាហេតុផលមួយទៀតជំរុញរដ្ឋាភិបាលទីក្រុងមូស្គូរបស់លោកពូទីនបង្កើនការវាយលុកលើប្រទេសអ៊ុយក្រែនដំណោះស្រាយបន្ទាន់សម្រាប់លោក Zelensky គឺគាត់ត្រូវសម្រេចចិត្តឈរជាមួយលោកខាងលិចឬបន្តមកចាប់យកផលប្រយោជន៍ខាងកើតជាមួយរុស្ស៊ីជាចំណុចស្នូលដែលលោក Zelensky ប្រធានាធិបតីមានពេលវេលាខ្លីដើម្បីសម្រេចចិត្តបើពំនូសោតទេគឺហួសពេលសរុបសេចក្តីមកសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តប្រើប្រាស់តារាកំប្លែងលោក Zelensky ធ្វើជាផ្ទាំងស៊ីបនៅក្នុងសង្គ្រាមរុស្ស៊ីអ៊ុយក្រែនការឆ្កឹះឆ្កៀលមិនឈប់ឈររបស់អាមេរិកគឺធ្វើយ៉ាងណាឲ្យរុស្ស៊ីដើរដល់ផ្លូវទាល់ហើយបើកការវាយប្រហារទៅលើអ៊ុយក្រែននេះគឺជាបំណងប្រាថ្នាពិតប្រាកដរបស់អាមេរិកការវាយប្រហារនេះក្រៅពីខូចខាតផលប្រយោជន៍សេដ្ឋកិច្ចនិងនយោបាយយ៉ាងហោចណាស់ប្រទេសរុស្ស៊ីក៏ត្រូវខូចឈ្មោះលើឆាកអន្តរជាតិក្រោមរូបភាពប្រទេសមហាអំណាចឈ្លានពានប្រទេសទុនខ្សោយអ្វីត្បិតតែប្រទេសរុស្ស៊ីធ្លាក់ក្នុងអន្ទាក់សង្គ្រាមរបស់អាមេរិកក៏ប៉ុន្តែរុស្ស៊ីត្រូវតែចូលរួមលេងល្បែងសង្គ្រាមនេះដើម្បីការពារសន្តិសុខជាតិនិងបូរណភាពដែនដីរបស់រុស្ស៊ីនាពេលបច្ចុប្បន្ននិងអនាគត